ជាមួយ limit ហ្នឹងមើល limit នេះគឺយកចេញពីបាក់ឌុបឆ្នាំ2014លើកទី1លើកទី1ឥឡូវយើងមើល limit នេះពេលយើងជួស0ចូលទៅវាត្រូវតែចេញ0លើ0ហ្នឹងមែនអត់ limit ហ្នឹងតោះនេះអញ្ចឹងគូរំលឹកពីតម្លៃនៃខាងនៃ A ចម្លើយវាចេញ2ករណីអញ្ចឹងករណីទី1វាចេញបូក A លុះត្រាតែ A ហ្នឹងជាចំនួនដែលវិជ្ជមានករណីទី2តម្លៃនៃខាងនៃ A ដដែលវាចេញសញ្ញាដកដែល A ហ្នឹងជាចំនួនអវិជ្ជមានសួរថាម៉េចបានវាចេញជាសញ្ញាបូកដកអញ្ចឹងកើតឡើងគេធ្លាប់រៀនពីក្រោមមកតម្លៃនៃខាងនៃដក3ស្មើនឹងបូក3អញ្ចឹងតម្លៃនៃខាងនៃ5ចេញមកនៅតែ5ដដែលមែនទេមានន័យថារាល់ចំនួនទាំងឡាយណាដែលនៅក្នុងតម្លៃខាងចេញមកត្រូវតែវិជ្ជមានដោយសារតែពីដើមអើយមកគេនិយាយពីប្រវែងអញ្ចឹងឥឡូវគឺមិនវិញឆ្ងាយមិនវិញឆ្ងាយទេយើងគាត់ស្គាល់មើលថាមូលហេតុដែលវាចេញជាប់សញ្ញាបូកលក្ខខណ្ឌរបស់យើងត្រូវតែ A វិជ្ជមានយើងរត់មើលនេះប្រកបសញ្ញាបូកអញ្ចឹងកន្លែងនេះហើយគឺជាមេគុណ A ដែលវិជ្ជមានតោះណាមេគុណ A ដែលវិជ្ជមានមេគុណ A វិជ្ជមានអញ្ចឹងចេញមកនៅតែលេខ5ដដែលតោះណាប៉ុន្តែដល់ពេលលើ A របស់យើងស្មើបាន A របស់យើងមិនស្មើដល់3អញ្ចឹង A របស់យើងជាចំនួនអវិជ្ជមានប៉ុន្តែធ្វើម៉េចដើម្បីឲ្យវាចេញចម្លើយជាចំនួនដែលវិជ្ជមានវិញអញ្ចឹងលុះត្រាតែវាថែមចេះដកឲ្យដក3បែបនេះអញ្ចឹងអានេះគឺជា A របស់យើងដដែលប៉ុន្តែវាជាប់សញ្ញានៅពីមុខវាជាប់សញ្ញាដកនៅពីមុខអញ្ចឹងណាតោះនេះអញ្ចឹងនៅតែចេញបូក3អូខេពុំលឹកប៉ុណ្ណឹងហើយគាត់តែឃើញមិនខាតបើ A វិជ្ជមានចេញមកជាប់សញ្ញាបូកបើ A អវិជ្ជមានចេញមកជាប់សញ្ញាដកតែប៉ុណ្្នឹងទៅបានហើយអញ្ចឹងចំពោះ limit របស់យើងណាគឺបាន limit L របស់យើងនេះ x ខិតជិត0នៃ x ការ៉េដក x នៅលើតម្លៃនៃខាតនៃ x នេះវាដាក់សិនទៅរៀង0លើ0សិក្សាពីករណីណាករណីទី1បើ x ខិតទៅរក0ខាងដកយើងគិតមើលថា0ខាងដកជាចំនួនបែបណាយើងដឹងស្រាប់ហើយនេះជើង limit របស់យើង x ខិតចិត្តនេះបានវាខិតចិត្តទាំងឆ្វេងខិតចិត្តទាំងស្ដាំកាលយើងនៅទី11យើងបានសិក្សាពីហ្នឹងមួយហ្នឹងlimit x ខិតទៅរកលេខណាមួយគឺចង់បានន័យថាវាខិតចិត្តទាំងឆ្វេងខិតចិត្តទាំងស្ដាំអញ្ចឹងបើដូចចំពោះលេខ0នេះអញ្ចឹងគេនិយាយថា x ខិតចិត្ត0អញ្ចឹងមានថា x ហ្នឹងវាខិតចិត្តពីឆ្វេងទៅឆ្វេង0ណាហើយនឹង x មួយទៀតខិតចិត្តពីខាងស្ដាំ0មកទៅប៉ុន្តែគាត់នៅក្បែរមែនតើវាស្ទើរតែស្មើចំលេខ0ដែរប៉ុន្តែគាត់ដឹងថាខិតចិត្តខាងឆ្វេង0គេតាមដោយ0នេះគេ0ដកខាងស្ដាំ0តាមដោយ0នេះគេ0មកធម្មតាលេខ0របស់យើងជាអ្នកអាចថាជាចំណុចមួយដែលបែងចែកផ្នែកគេផ្នែកអវិជ្ជមានមួយចំហៀងនិងផ្នែកវិជ្ជមានមួយចំហៀងដល់ទៅពេលខ្លួនឯងវាមានឆ្វេងផងស្ដាំផងអញ្ចឹងវាមិនត្រូវពុះចែកខ្លួនឯងទៅជាបែកអវិជ្ជមានផងនិងបែកវិជ្ជមានផងអញ្ចឹងដូច0បូកនេះអញ្ចឹងវានៅខាងឆ្វេងនៃ0វាស្ទើរតែស្មើ0ដែរអញ្ចឹងមានន័យថាវាជាតម្លៃអវិជ្ជមាននៃ0ដកហ្នឹងណាហើយដល់ពេល0បូកវានៅខាងស្ដាំ0ណាគឺជាតម្លៃដែលវិជ្ជមានអញ្ចឹងហើយពេលដែល limit ខិតចិត្តលេខ0ហ្នឹងគឺវាប្រកប0ដកហើយនិង0បូកហ្នឹងមួយស្អីហើយដោយសារបើយើងមានតម្លៃនៃខាតទៅទៀតនោះអញ្ចឹងត្រូវតែបែងចែកពីករណីត្រូវតែមានតម្ងពីករណីណាអូខេអញ្ចឹងបើសិនជា x ខិតចិត្ត0ខាងដកអញ្ចឹងតម្លៃ x របស់យើងគឺជាចំនួនអវិជ្ជមាននោះ limit របស់យើងទៅជាបែបម៉េចវិញ limit នៃ x ខិតទៅរក0ខាងដកនៃ x ការ៉េដក x តាមកន្លែងដែលគូលឹកមិញគឺត្រូវជាប់សញ្ញាគេជាប់សញ្ញាដកអញ្ចឹងវាបាន limit នៃ x ខិតទៅរក0ខាងដកទាញ x ចេញជាកតានៅសល់ x ដក1នៅលើដកគេដក x ចឹងកន្លែងដូចនេះសម្រួលចោលទៅនៅសល់ limit អនុគមថ្មីគឺ x ខិតចិត្ត0ខាងដកសញ្ញាដកនេះគឺរុញវារុញសញ្ញាដកឡើងទៅគុណកតាខាងលើទៅវាទៅជាដក x បូកបានដក x បូក1អញ្ចឹងរុញដកនោះវាទៅគុណវាខាងលើអញ្ចឹងវានេះជួស0នេះចូលទៅវាបាន0បូក1ចម្លើយស្មើនឹង1នេះមួយករណីទី2បើ x ខិតទៅរក0ខាងណាបើ x ខិតទៅរក0ខាងបូកអញ្ចឹងបានន័យថាតម្លៃ x របស់យើងគឺជាចំនួនដែលវិជ្ជមានណាតោះណាកន្លែងនេះអាចបញ្ជាក់ថាតម្លៃខាងនៃ x ចេញមកជាប់សញ្ញាដកបើពីកន្លែងនេះតម្លៃខាងនៃ x ចេញមកត្រូវតែជាប់សញ្ញាបូកអូខេអញ្ចឹង limit ហ្នឹងlimit L របស់យើងហ្នឹង x ខិតទៅរក0ខាងបូកនៃ x ការ៉េដក x នៅលើ x តោះនេះអញ្ចឹងស្មើនឹង limit នៃ x ខិតទៅរក0ខាងបូកយក x ចេញជាកតាទៅវានៅសល់ x ដក1ហើយចែកនឹង x ចឹងគូសម្រួលនេះចោលទៅនៅសល់ limit អនុគមថ្មីណា limit នៃ x ខិតទៅរក0ខាងបូកនៃ x ដក1អញ្ចឹងជួស0ចូលទៅវាបាន0ដក1ដក1ដូច្នេះ limit របស់យើងមានចម្លើយ2ដូចនេះ L ស្មើនឹងបូកដក1 limit L របស់យើងពីដើមមកវិញណាតោះណាចា